Helloបងអូយយូម៉ែនេះគេបានជួបនិយាយជាមួយណាគាត់គេគ្រប់គ្នាហើយនៅតែខ្ញុំហើយបងឯងក៏រវល់ម៉ែយូយ៉ាងហ្នឹងអូយូអីរវល់អីសុំតោទៅរវល់តែដេកឈឺនេះអូបាយឈឺឥឡូវអីណែបាយដឹងស្រាប់ហើយថាខ្ញុំចង់សួរសំណួរអីជាងគេបាយមើលតែខ្ញុំ prepare មករៀបចំមកចង់ដឹងថាតើពួកយើងបានទៅមើល concert One Direction អត់ព្រោះយើងសំលុយទៅចង់ទៅអូ concert One Direction ណោះ concert ពួកយើងអត់បានទៅមើលទេអន់មិនចាំយើងអត់មានលុយមែនប៉ុន្តែពួកយើងប្រកែកសំលុយណាមិនបានថាអត់បានទៅមើលសំលុយតិចតទិញសភៅទិញក្អាទិញទៅអប់ One Direction សំលុយគ្រប់ណាមិនចឹងអត់លុយហ៎អូយវាមិនអត់លុយទេត្រូវហើយពួកយើងប្រកែកសំលុយហ៎ហើយលុយក៏មានដែរចង់ទៅ concert One Direction 10ទៀតក៏ទៅបានដែរតែអីដែលសំខាន់ហ្នឹងក្រុម One Direction ហ្នឹងពួកគាត់ចែកផ្លូវគ្នាឯងបែកផ្លូវគ្នាអស់ហើយហ្នឹងហើយប្រាប់បានប៉ុណ្ណឹងអីបងឯងចេះតែនិយាយប្រាំងខ្ញុំមែនធ្វើខ្ញុំខូចចិត្តទេនេះអត់មានបានប្រាំងអត់មានបាននិយាយលេងអីទាំងអស់ One Direction គឺគាត់សម្រាប់ចិត្តចែកផ្លូវគ្នាចេញ solo ខាងផ្នែកសិល្បៈនឹងរៀងខ្លួនហើយតាំងពីនឹងមកក៏បងលេងសូវចង់ស្ដាប់ចម្រៀងអីដែរអត់ទេខ្ញុំទទួលយកបានទេបែកក្រុមគ្នាឥឡូវចុះស្រួលអារម្មណ៍ខ្ញុំសួរតែមិនក៏បងឯងបានទៅ concert លៀមដែរត្រូវទេលៀមជាសមាជិកក្រុមដែលបែកស្លាញ់ជាងគេហ៎លៀមណាអូលៀមហ៎លៀមហ្នឹងហើយលៀមថៃបងខ្ញុំដឹងតែគាត់ល្បីហើយមិនបានទៅមើល concert គាត់មកនឹងលាក់ខ្ញុំលៀមហើយបត់ចង់និយាយរឿងហ្នឹងឯងលៀមគាត់ស្លាប់ហើយគាត់ស្លាប់អាឡូអូយខ្ញុំប្រាប់ដំណឹងហ្នឹងប្រហែលជាវាខូចចិត្តបាត់ហើយអូយអាឡូមកយាយសុំទោសណាថ្ងៃមុនបងបានប្រាប់ឯងរឿង One Direction បែកបាក់ក្រុមហើយលៀមបានស្លាប់ទៀតវាមិនមែនជាដំណឹងល្អទេខ្ញុំអត់អីទេបងឯងឆ្លងកាត់រឿងច្រើនជាងខ្ញុំដឹងរឿងច្រើនជាងខ្ញុំហើយចុះឯងអត់ចង់ដឹងរឿងអីផ្សេងក្រៅពីហ្នឹងទេហ៎តែគេខលមកលើកសិនhello មានខ្លួនខ្ញុំពី2014មកស្ដាប់ទៀតស្ដាប់ទាំងអស់គ្នាហ្មងទៅចឹងកំពុងតែមានរឿងហួសចិត្តចង់ប្រាប់អ្នកទាំងអស់គ្នានេះមានរឿងអីមកនាង2017និយាយមើលអូយបងឯងដឹងអត់ថាឆ្នាំនេះយើងកំពុងតែរៀន University ត្រូវទេហើយនៅក្នុងសាលានេះមានគេ deal យើងនឹង deal ថាមកអត់ deal មីអស់ចាជាងគេមីចេះជាងគេមី model បងហើយពាក្យគេចេះតែពាក្យល្អហ្នឹងមី model មីអស់ចាជាងគេមីចេះជាងគេហើយយើងធ្វើអីគេដែលអស់ចាបើឥឡូវហ្នឹងហ៊ានធ្លាក់ហ៊ានមិនដែរបានបន្ទូលល្អហើយហ៊ានអត់ចេះទៀតអូយបើសួរបងក៏បងអត់ដឹងដែរពួកបងភ្លើសតនេះលឺតែពាក្យគេឌីលអូយបានពីនេះស្ដាប់បងដឹងរឿងច្រើនជឿអត់ថាពាក្យគេឌីលហ្នឹងអាចខ្លាចជាការពិតហើយពេលខ្លះគេមើលឃើញយើងអីដែលយើងមើលឃើញខ្លួនឯងយើងហ៊ានអត់ប្រកែទេប៉ុន្តែដឹងអត់ថាយើងហ៊ានឥឡូវហ្នឹងហ៊ានបានបន្ទុកអេរ៉េសគ្រប់មុខវិជ្ជាហ្មងជឿអត់ទេថាអត់ជឿហ្នឹងអត់ជឿលើខ្លួនឯងអូយអីមែនដល់ថ្នាក់ហ្នឹងអត់ដែលស្គាល់ចិត្តអេរ៉េសហើយឥឡូវនេះធ្លាក់អន់អីដែលសំខាន់ហ្នឹងមិនទេការងារយើងធ្វើហ្នឹងណាគ្រូលើកជាគំរូឲ្យគេធ្វើតាមហើយអីដែលលយហ្នឹងណាគឺគាត់ដាក់តាំងនៅសាលាតាមអញ្ចឹងតាមអីទៀតអីដែលលយឲ្យ surprise ខ្លាំងបំផុតថ្ងៃដែលទទួលសញ្ញាបត្រហ្នឹងណាសាលាប្រកាសថាយើងហ្នឹងមានឈ្មោះជាប់ជាសិស្សឆ្នើមប្រចាំសាលាផ្នែកស្ថាបត្យកម្មខាងក្នុងចេះវិញមិនដែរមិនក៏អីបាននិយាយលេងណែប៉ុណ្ណឹងអស់ចាសម្រាប់ខ្ញុំជាមនុស្សដែលធ្លាប់ហ៊ានធ្លាក់ដែលហ៊ានអន់ហើយសុកមកបានសិស្សឆ្នាំអញ្ចឹងអូយណាគេអត់អស់ចាតែខ្ញុំអស់ចារបៀបថាយើងចូលយើងហ៊ានបកកែយើងចូលគេឌីលក្បាលប៉ុន្តែល្អពាក្យឌីលគេល្អអញ្ចឹងឌីលពាក្យល្អអញ្ចឹងខ្ញុំយកយើងកាត់កិនពេញសាលាហ្នឹងបានគេថាឲ្យយើងអញ្ចឹងយើងហ៊ានខាងផ្នែកស្ថាបត្យកម្មខាងក្នុងលយហើយបើនិយាយរឿងវិស័យ model ហ្នឹងដែលគេជេរយើងមី model ហ្នឹងណាដោយសារតែយើងដើរនៅក្នុង event របស់សាលាជា model ដើរបង្ហាញម៉ូដកៅអៅអ្នកខាង fashion យកយើងទៅដើរអញ្ចឹងណាហើយបើនិយាយរឿង model ហ្នឹងណាបងក៏ស្រឡាញ់ដែរបើសិនជាឥឡូវហ្នឹងបងចាប់វិស័យ model ហ្នឹងក៏ទៅរួចដែរមិនទៅអត់រួចទេចាប៉ុន្តែមានរឿងអីផ្សេងពីហ្នឹងដែលបងចង់ប្រាប់បងអើយដល់ម៉ោងថតហើយមកលឿនបងដល់ម៉ោងថតទេណាទៅសិនហើយចាំលើកក្រោយចាំនិយាយគ្នាហ្មងណាអូខេបាយបងយើងថតអីអនាគតយើងខ្លះជាជាងថតវិញមែនតោះកូនសិស្សរៀនឃ្លាថ្មីជាភាសាអង់គ្លេសជាមួយអ្នកគ្រូពេលដែលយើងចង់និយាយថាអ្នកស្គាល់ខ្ញុំតិចពេកហីភាសាអង់គ្លេសគេនិយាយថា you know me little girl ថាតែអ្នកគ្រូណា you know me little girl You know me little girl ពិតជាត្រឹមត្រូវណែអាមិនបានទៅជាចឹងខុសអី
គ្នាដឹកដែរសួរអ្នកគ្រូមើលសួរអ្នកគ្រូខ្ញុំសុំសួរមួយអង់គ្លេសហ្នឹងអ្នកគ្រូរៀនចេះពីខាងណាដែរ ចេះពីខាងនេះ You know me little girl ចាំម៉ែរៀនអង់គ្លេសពីប្រទេស ប៉ារៀនចេញលេងសិនអ្នកគ្រូដល់មក live វីដេអូហើយ អេអូនថ្ងៃណាពួកយើងចេញដេកម្ដងនេះធ្លាប់តែលឺតែសលេងខ្ជូតអនឡាញនៅក្នុងហ្គេមមិនដែលឃើញនៅក្រៅបងចង់ឃើញមុខម្ដងហ្នឹងឯង បានតាមានអីទៅដេតបានតា មិនដែរបងប៉ុនកំ pl ែងអត់ កាន់តែនិយាយកាន់តែស្អុយមាត់បែបនេះយូឯងឈឺថ្មាញ់មែន មិនបានសួរចឹង អូគឺមានអារម្មណ៍ថាមានក្លិនអីមួយយ៉ាងវាភាយចេញមកពេលយូឯងនិយាយមួយពេលយូឯងនិយាយមួយមីអញ្ចឹងណា អូយមែនតាអូនឯងភើរហូតចឹងញ៉ាំទឹកញ៉ាំអីអើ ឈប់សិនចង់សួរអ្នកនរគ្នាបន្តិចពេលមើលស៊ីននឹងហើយអ្នកនរគ្នាគិតថាពីរអ្នកនោះមានបញ្ហាអីខាងស្រីភើរហូតហើយខាងប្រុសពេលនិយាយចេញមកមានក្លិនមាត់ស្អុយមាត់ត្រូវអត់ក៏ប៉ុន្តែពេលខ្លះស្អុយមាត់ហ្នឹងមិនមែនមកពីបញ្ហាធ្មេញទេវាមកពីបញ្ហាកាពះហើយភើរហូតហ្នឹងមកពីបញ្ហាកាពះដូចគ្នាដែរ